វាសនាសំដៅទៅលើផលកម្មដែលយើងបានធ្វើហើយចង់ឈ្នះកម្មផលដែលខ្លួនធ្វើនឹងឬមិនសាងអីបាននឹងឃើញគេមានវាសនាល្អអញថ្មីល្អឲ្យបានល្អដូចគេខំប្រឹងទៅរកស៊ីទុច្ចរិតអត់ទៅរួចទេប៉ុណ្ណឹងបច្ចេកមួយគេក៏អត់ទៅរួចដែរព្រោះអត់មានបុណ្យដែលបានសាងហើយទុកពីកាលមុនព្រះអង្គសម្ដែងថាបុណ្យសាងទុកកាលមុនជាមង្គលដ៏ដល់ពេលឥឡូវនាំគ្នាមកត្រៀមធ្វើសមាធិនេះចឹងអង្គុយចាំដល់ទៅចប់ហានអង្គុយច្រើនសមាធិបន្តនេះអានេះបងសំពុយបុណ្យនេះឥឡូវនេះសំពុយបញ្ញាដែលស្ដាប់ធម៌អញ្ចឹងបងសំពុយបញ្ញាស្ដាប់ធម៌ចិត្តនឹងចូលចិត្តស្ដាប់ចូលចិត្តប្រតិបត្តិចូលចិត្តធ្វើដំណើរទៅតាមពុទ្ធជាម្ចាស់ទ្រង់សម្ដែងតែបើអត់វិញមិនស្ដាប់ចូលទេតែឮគេថាស្ដាប់ចូលទេអ្នកខ្លះដែលជោគចំទៅដោយអបាយមុខជោគចំទៅដោយស្រីញីជោគចំទៅដោយលោភៈទោសៈមហតិថៈមាននេះនិយាយធေါ်ទៅកវីក្បាលតតាប់អត់ចូលចិត្តទេកុំទៅជេរមកវិញផងក្រនបើកុំទៅឌៀមដាមមកវិញផ្លែផ្កាមកវិញបច្រាស់មកឲ្យវិញគ្រប់បែបយ៉ាងកុំតែអញ្ចឹងចុះតែអ្នកខ្លះស្ដាប់ឲ្យបច្រាស់មកវិញទៀតសន្សំបាបហើយខំយកបាបមកដាក់ក្នុងអំរែករបស់ខ្លួនឯងឲ្យកាន់តែធ្ងន់សូមយល់ទេណាបញ្ហាជីវិតនេះមិនមែនជារឿងធម្មតាទេអំរែកនេះជីវិតនេះធ្ងន់ស្រាលអាស្រ័យយើងជាអ្នករែកអ្នកដាក់ទៅក្នុងអំរែកនឹងបើយើងដាក់អ្វីដែលមិនត្រឹមត្រូវតែធ្ងន់តរហូតវាធ្ងន់ហើយបើអំរែកយើងនឹងដាក់របស់ដែលវាស្រាលហើយមានន័យថារឿងហ្នឹងវាស្រាលទេបើយើងចេះធ្វើឲ្យស្រាលវាតូចទេតែយើងបង្កើតអារឿងតូចឲ្យទៅជាធំឲ្យទៅជាមានទម្ងន់ធ្ងន់អញ្ចឹងរែកអាធ្ងន់ហ្នឹងទៅហើយបើយើងបង្កើតរឿងស្រាលបើនេះទៅរឿងតូចយើងធ្វើឲ្យអស់មកទៅមិនបាច់មានទៀតទេដល់ធំបន្ថយមកតូចបើកដាលឲ្យអស់បដ ாய் ទៅអញ្ចឹងអំរែកយើងនេះអត់ធ្ងន់ទេតែដល់ទូចតែយើងពុតឲ្យធំមកដាក់ក្នុងអំរែកហ្នឹងกระดาษរឿងធ្វើទៅជាថ្មធ្ងន់ហើយចាกระดาษលីទៅថ្មធ្ងន់ហើយអញ្ចឹងធ្ងន់ហើយយើងសួរទៅឲ្យទៅអ្នកណារែកអំរែកនេះជីវិតរបស់យើងអត់មានឲ្យអ្នកណារែកកើតក្រៅពីខ្លួនយើងទេមានaiគេមកទទួលទេឥឡូវមានអ្នកណាទទួលបាបកម្មជំនួសយើងបានទេអត់បានទេហើយបុណ្យក៏មិនទទួលយកបានដែរមានតែយើងអញ្ចឹងបើយើងសាងអំរែកជាកុសលឲ្យផលជាសុខធូរស្រាលមិនលំបាកលំបិនវេទនាពេកទេតែបើសាំងអំរែកនឹងជាបាបកម្មធ្ងន់ហើយធ្ងន់ហើយកុំស្រែកអូយអញអូយពិបាកមិនអីមកជីវិតអញនេះឃើញតែពិបាកសោះហើយអត់មានឃើញសុខសោះអានឹងអ្នកណាឲ្យខ្លួនឯងជាអ្នកសាងកម្មដល់មានទុកនឹងឯងឲ្យខ្លួនឯងទៅណាដោយសម្ដេចជួនណាតមានបន្ទូលកំណាតសម្ដេចជួនណាតនោះមានបន្ទូលសរសេរល្អតែខ្ញុំអត់ចាំតាមជើងរៀងគាត់ចាំខ្លឹមសារថាព្រះអង្គសម្ដែងថាបុគ្គលដែលលុបគុណគេនេះលោភលន់ចង់បានមិនចេះចប់ទេបាននេះចង់បាននោះគេឲ្យ10 ដងខុសម្ដងអត់ហើយមិនមែនត្រឹមតែអន់ចិត្តចំពោះអ្នកដែលមានគុណឧបត្ថម្ភទេគៀងគួរគេឲ្យស្អប់ថែមទៀតមិនស្អប់តែម្នាក់ឯងទេតែគៀងគួរប្រាប់គេថាអ្នកនេះអាក្រក់ចេះឲ្យគេស្អប់តាមខ្លួននឹងឯងជាអំពើបាបកម្មក្រៃលែងដូច